មេដឹកនាំថៃបានបន្តរិះគន់រាជរដ្ឋាភិបាលកម្ពុជាថាมันមានជំនាញវិជ្ជាជីវៈទេក្នុងការដឹកនាំឬក៏ការនិយាយស្ដីក្នុងនោះផងដែរលោកស្រីថាការនិយាយស្ដីបែបនេះគឺมันមានមេដឹកនាំថៃរិះគន់ប្រសាសន៍របស់មេដឹកនាំកម្ពុជានាយករដ្ឋមន្ត្រីថៃលោកស្រីផែថងឋានឈិនវត្តបានលើកឡើងថាការបន្តរិះគន់ពីសំណាក់មេដឹកនាំកម្ពុជាគឺគ្មានប្រយោជន៍ដល់ទំនាក់ទំនងកម្ពុជាថៃឡើយហើយរាជរដ្ឋាភិបាលរបស់លោកស្រីបានត្រៀមកម្លាំងរួចជាស្រេចដើម្បីតាមដានស្ថានភាពយ៉ាងដិតដល់នៅបញ្ហាដែលកំពុងបន្តផុសឡើងនេះបើតាមការចេញផ្សាយដោយទូរទស្សន៍ថៃ PBS លោកស្រីនាយករដ្ឋមន្ត្រីបានលើកឡើងថាប្រសាសន៍មេដឹកនាំកម្ពុជាមិនមានជំនាញវិជ្ជាជីវៈទេនិងមិនល្អឡើយសម្រាប់ប្រទេសទាំងពីរយ៉ាងណាអ្នកស្រីមិនបញ្ចេញឈ្មោះមេដឹកនាំដែលលោកស្រីសម្ដៅលើទេប៉ុន្តែលោកស្រីទំនងជាចង់សម្ដៅទៅលើប្រសាសន៍របស់សម្ដេចតេជោហ៊ុនសែនជំវិញការប្រមានបិទព្រំដែននិងហាមឃាត់ផលិតផលថៃប្រសិនបើអាជ្ញាធរថៃមិនព្រមបើកច្រកព្រំដែនជាមួយកម្ពុជានៅថ្ងៃស្អែកមេដឹកនាំថៃរូបនេះបន្ថែមថារដ្ឋមន្ត្រីក្រសួងការបរទេសលោកម៉ារីសសាងាំវង្សាបានអញ្ជើញអ្នកការទូតដែលមានមូលដ្ឋាននៅរាជធានីបាងកកមកចូលរួមកិច្ចប្រជុំនៅរុស្ស៊ីថ្ងៃទី16ខែមិថុនានេះដើម្បីសង្ខេបអំពីចំនួនដែលកំពុងបន្តតានតឹងរវាងកម្ពុជាថៃលើពីនេះលោកស្រីផែថងឋានបានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលរបស់លោកស្រីនិងយោធាបានរួបរวมគ្នាផ្ដោតលើបញ្ហាចំនួនទឹកដីជាមួយកម្ពុជាបើទោះបីជាមានភាពប្រឆាគ្នាក៏ដោយហើយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិត្រូវបានតែងតាំងជាប្រធានក្រុមការងារដើម្បីតាមដានស្ថានភាពបច្ចុប្បន្នជាចុងក្រោយលោកស្រីផែថងឋាននៅតែទទូចថាថៃមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិក្នុងចំនួនដីព្រំដែនជាមួយប្រទេសកម្ពុជានោះទេឃើញថាលោកស្រីនាយករដ្ឋមន្ត្រីប្រជាណាចក្រថៃបានប្រមាថមើលងាយទៅដល់ថ្នាក់ដឹកនាំកម្ពុជាថាมันមានជំនាញវិជ្ជាជីវៈក្នុងការឆ្លើយតបលោកស្រីមិនបានបញ្ចេញឈ្មោះថាអ្នកណាទេប៉ុន្តែហាក់ដូចជាសម្ដៅទៅលើអតីតនាយករដ្ឋមន្ត្រីកម្ពុជាគឺសម្ដេចតេជោហ៊ុនសែនដែលសម្ដេចតេជោហ៊ុនសែនបានលើកឡើងថាបើសិនបើថៃមិនបើកច្រកឲ្យដំណើរការឡើងវិញ24ម៉ោងទេសម្ដេចអតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនបិទមិនអោយផលិតផលថៃនាំចូលមកប្រទេសកម្ពុជានោះឡើយឃើញថាការឆ្លើយតបបែបនេះធ្វើឲ្យនាយករដ្ឋមន្ត្រីថៃក្តៅក្រហាយនិងឆ្លើយទាំងពាក្យឆ្លើយប្រហើនដល់ថ្នាក់ដឹកនាំកម្ពុជាទាំងខ្លួនឯងវ័យក្មេងឆ្លើយតបទាំងប្រហើនថាថ្នាក់ដឹកនាំកម្ពុជាគឺឆ្លើយតបមិនមានវិជ្ជាជីវៈហើយក្នុងផងដែរឃើញថាថ្នាក់ដឹកនាំថៃម្នាក់ទៀតបាននិយាយថាបើសិនជាប្រទេសល្អមិនធ្វើបែបនោះទេប៉ុន្តែថៃជាអ្នកបិទច្រកខ្លួនឯងមុនទេឃើញថាការបកសង្គ្រាមការបិទច្រកនោះគឺចេញពីប្រទេសថៃទេកម្ពុជាយើងអត់បានទៅបិទច្រកឬក៏ទៅដើម្បីទៅតាមទឹកដីណាទេឃើញថាថៃនេះចង់បានប្រាសាទតាម៉ុននឹងយូរហើយនិយាយទៅចង់បានមុនដំបូងចង់បានប្រាសាទអង្គរវត្តគឺនាងផ្កាយព្រឹកដែលបាននិយាយថាបើសិនជាចង់ឲ្យគេមកលេងរឿងនៅក្នុងស្រុកខ្មែរឲ្យប្រាសាទអង្គរវត្តគេមកក្នុងឆ្នាំ2002បងប្អូនណាបន្ទាប់មកឆ្នាំ2008ថៃចាប់ដើមបង្កសង្គ្រាមបាញ់ផ្លោងមកលើទឹកដីកម្ពុជាដោយចង់បានប្រាសាទព្រះវិហារក្នុងនោះឃើញថាថៃបានចាញ់ក្តីនៅឆាកអន្តរជាតិក្រោយមកថៃបានបង្កផ្ទុះសង្គ្រាមឡើងទៀតចង់បានប្រាសាទតាម៉ុនតាកបីនេះឲ្យថៃចង់បានលុបលុនមែនទែនទៅក្នុងភូមិខ្ញុំនេះបើសិនជាអត់មានស្ទឹងទេថៃមិនដឹងរំកិលព្រំដែនមកដល់ណាទេតាមពិតរំកិលព្រំដែនមកដល់ទីតាំងនេះបើតាមចាស់គាត់ប្រាប់រំកិលដល់ទីតាំងនេះប៉ុន្តែវាមកអត់រួចរំកិលបានតែបកគោលប៉ុន្តែមកអត់រួចដោយសារជាប់ស្ទឹងអញ្ចឹងក្រោយមកក៏ខ្មែរយើងដកអាបកគោលនឹងកវត្តចោលទៅហើយមិនដឹងយ៉ាងម៉េចទេគាត់ថាតាមតំណើទៅយកតាមត្រឹមស្ទឹងហ្នឹងទៅហើយអ្នកដែលនៅខាងស្ទឹងនោះគឺចេះនិយាយភាសាខ្មែរហើយខ្ញុំបានទៅជួបលោកតាម្នាក់គាត់ថាបងប្អូនគាត់សិស្សខ្មែរនៅភ្នំពេញនៅអីខ្វះអីប៉ុន្តែគាត់ថាឥឡូវនេះគាត់បានចូលសញ្ជាតិថៃហើយចូលជាជនជាតិថៃហើយអញ្ចឹងមិនអាចប្រកែកបានទេអញ្ចឹងមូលហេតុដែលយើងសង្គ្រាមនឹងឯងហើយយើងងាកមកវិញឃើញថានាយករដ្ឋមន្ត្រីថៃគឺលោកស្រីនាយករដ្ឋមន្ត្រីក្មេងហ្នឹងគឺគាត់ហាក់ដូចជាឆ្លើយពាក្យចលើសបឺមែនទែនដែលប្រមាថមើងងាយថ្នាក់ដឹកនាំរបស់យើងថាมันមានវិជ្ជាជីវៈក្នុងការឆ្លើយតបជាដើមហើយយើងមើលស្ថានភាពនោះវិញគឺឃើញថាក្នុងភូមិរបស់ខ្ញុំនេះបងប្អូនខ្មែរយើងពីយប់មិញហ្នឹងគឺគាត់មានការភ័យខ្លាចដោយសារទទួលបានព័ត៌មានមកពីណាពីណីទេថាម៉ោង12យប់ហ្នឹងគឺថៃគេវាយហើយអញ្ចឹងម្នាក់ហ្នឹងដេកអត់លក់ទេមានបងប្អូនយើងខ្លះចាំរហូតដល់ម៉ោង1បានដេកដោយសារខ្លាចថៃវាយត្រៀមរត់អញ្ចឹងមែនទែនទៅបើសិនជាវាយក៏យើងទាំងអស់គ្នាយើងត្រៀមទាំងអស់គ្នាទៅបើសិនជាផ្លោងក្រក់មកក៏យើងរត់ទៅតាមហ្នឹងទៅធ្វើមិនទេបើគេចង់បកកសង្គ្រាមគេបានបោះពាក្យសម្ដីថាបើអ្នកឯងចង់បានទឹកដីនេះវិញបើអ្នកឯងចង់បានប្រាសាទអ្នកឯងធ្វើសង្គ្រាមមកវាយមើលគេមកបាញ់មើលគេមកអ
ចឹងគេប្រមាថមើលងាយថែមទៀតថាតាហ៊ានខ្មែរយើងពាក់នៅជើងផ្ទាត់អញ្ចឹងណាគេពាក់សង្ហានៅជើងកវ៉ាត់អីចឹងស្អាតមែនទែនហើយសម្រាប់តាហ៊ានខ្មែរយើងគឺពាក់នៅជើងផ្ទាត់អីតតាំងមួយគេក្នុងការចរចាហើយបងប្អូនចេះបងប្អូនឃើញអាថៃនឹងឆ្លើយបងប្អូនតាហ៊ានថ្លៃឆ្លើយទៅឆ្លងដែនមកដល់ភូមិខ្មែរយើងធ្វើមិនដឹងវាអាងតែខ្មែរយើងអត់ធ្វើអីវាណាហើយបើសិនជាខ្មែរយើងតាហ៊ានខ្មែរយើងឆ្លងទៅដីវាអញ្ចឹងវាបាញ់យើងងាប់ប៉ុន្តែយើងអធិស្ឋានណាស់ហើយរហូតដល់ពួកអាថៃនោះវាបានចិត្តប៉ុន្តែក៏ប្រាប់ថៃទៅវិញថាការអត់ធ្មត់ការអធិស្ឋានវាមានដែនកំណត់ដល់ពេលណាអ្នកឯងធ្វើខ្ញុំដល់កអ្នកឯងប្រកាសជាទទួលបាននៅអ្វីអ្នកឯងចង់បានហើយអញ្ចឹងសូមឲ្យនាយករដ្ឋមន្ត្រីថៃមេត្តាកែសម្រួលក្នុងការឆ្លើយតបមិនមែនអ្នកឯងឆ្លើយតបទាំងពាក្យឆ្លើយចលើសបឺបែបនេះទេអ្នកឯងក្មេងអ្នកឯងត្រូវគោរពចាស់ទុំផងក្មេងស្រីសម្ដីពីលបែបនេះគឺមិនកើតទេចេះបងប្អូនបើតាមខ្ញុំពិនិត្យមើលគោលនយោបាយរបស់ថៃតាមពិតនាយករដ្ឋមន្ត្រីថៃក៏គាត់ពិបាកដែរព្រោះគាត់ដឹងថាទឹកដីខ្មែរហ្នឹងវាបាត់ទៅថៃប្រហែលក៏គាត់ដឹងដែរហើយគាត់ដឹងថាប្រាសាទតាម៉ុនតាកបីព្រះវិហារមិនមែនជារបស់ថៃទេប៉ុន្តែប្រជាពលរដ្ឋថៃទាមទារចង់បានជាពិសេសតាហ៊ានហ្នឹងគឺក្លុកតែម្ដងនាយករដ្ឋមន្ត្រីថៃចង់មិនចង់ត្រូវតែធ្វើព្រោះខ្លាចធ្លាក់ឆ្នោតព្រោះខ្លាចប្រជាជនថៃទាញទម្លាក់ចេញពីតំណែងហ្នឹងចង់មិនចង់គឺត្រូវតែធ្វើតាមប្រជាជនហ្នឹងបើតាមខ្ញុំមើលនយោបាយវិភាគនយោបាយរបស់ថៃពួកយោធាថៃអត់ពេញចិត្តនគរស៊ីនវត្រាទេបានន័យថាព្យាយាមក៏លុកស្ថានភាពឲ្យខ្លាំងធ្វើឲ្យនាយករដ្ឋមន្ត្រីដោះស្រាយអត់ចេញប្រជាជនចោទថាអសមត្ថភាពប្រជាជនចោទរដ្ឋាភិបាលថាអសមត្ថភាពក្នុងការដោះស្រាយទាមទារប្រាសាទតាម៉ុនតាកបីព្រះវិហារអត់បានគេចាប់ដើមទាមទារតម្លាក់ចុះឲ្យចុះចេញពីតំណែងឬក៏ឈប់បោះឆ្នោតឲ្យនេះហើយដែរពួកយោធាថៃមេបញ្ជាការភូមិភាគ2អ្នកធ្វើទេដើម្បីឲ្យនាយករដ្ឋមន្ត្រីថៃធ្លាក់ចេញពីតំណែងដោយស្រួលដោយសារការបោះឆ្នោតគឺជាប់ដោយការបោះឆ្នោតចឹងពិបាកអញ្ចឹងប្រជាជនគ្រប់គ្រងច្រើនអញ្ចឹងមានតែធ្វើប្រវាយស្ថានភាពកលុកស្ថានភាពប្រាសាទតាម៉ុនតាកបីឲ្យប្រជាជនឃើញថានាយករដ្ឋមន្ត្រីថៃហ្នឹងអសមត្ថភាពក្នុងការទាមទារប្រាសាទតាម៉ុនតាកបីឲ្យជារបស់ថៃមិនបាននោះហើយដែរជាការលំបាករបស់នាយករដ្ឋមន្ត្រីនគរស៊ីនវត្រានេះជាអ្វីដែលខ្ញុំគិតឃើញអញ្ចឹងលោកស្រីដឹងច្បាស់ហើយប្រជាជនថៃទាំងអស់ដឹងហើយថាមិនមែនជារបស់ខ្លួនទេប៉ុន្តែនៅប្រឹងប្រែងក្លុកគិតថាយកងាយស្រួលអត់ទេសម័យនេះខ្មែរយើងបានរួបរวมជាតិហើយរួបរวมសាមគ្គីគ្នាហើយអញ្ចឹងអ្នកឯងអត់អាចបង្កិលព្រំដែនចង់បានស្អីតាមតែចិត្តទេអត់បានទេអញ្ចឹងរាជរដ្ឋាភិបាលកម្ពុជាកំពុងតែអនុវត្តគោលនយោបាយគោលការណ៍ឲ្យបានលឿនរហ័សបំផុតដើម្បីវាស់ខ្សែក្បាត់ព្រំដែនប្រាសាទតាម៉ុនតាកបីឲ្យដឹងថានៅណាកន្លែងណាជាដីថៃកន្លែងណាជាដីខ្មែរបើសិនជារដ្ឋាភិបាលអត់ព្រមធ្វើទេប្រកាសជារ៉ាំរ៉ៃរហូតអតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោហ៊ុនសែនក៏បានលើកឡើងថាការចរចាភាគីបានតែចរចាទេចរចា100ឆ្នាំនៅតែចរចាអញ្ចឹងវាបានសម្រេចអីទេមានតឡើងទៅអង្គការអន្តរជាតិទេទើបសម្រេចបានបើសិនជាការចរចាទ្វេភាគីជាមួយថៃបានត្រឹមតែចរចាហើយនៅចំនួនដដែលទេព្រោះថៃវាអត់ព្រមទម្លាក់មាននេះចុះទេចង់បានប្រាសាទតាម៉ុនតាកបីទេថៃបានប្រមាថមកលើប្រជាជនខ្មែរខ្លាំងណាស់ប្រមាថមកលើកងទ័ពខ្មែរខ្លាំងណាស់ប្រមាថមកលើប្រទេសខ្មែរខ្លាំងណាស់ដោយខ្លួនបំពេញអធិបតេយ្យភាពទឹកដីកម្ពុជាអ្នកឯងបានបញ្ជូនកងទ័ពអ្នកឯងដើរមករាតត្បាតនៅលើទឹកដីខ្មែរអ្នកឯងបានបញ្ជូនកងទ័ពរបស់អ្នកឯងមកឈរជើងលើប្រាសាទរបស់យើងនេះជាការប្រមាថអធិបតេយ្យភាពកម្ពុជាខ្លាំងបំផុតអ្នកឯងមិនធ្លាប់ជួបសង្គ្រាមអ្នកឯងពង្រីកកុលសម្ព័ន្ធមកឯងបានពង្រីកយកទឹកដីខ្មែរ37ខេត្តអ្នកឯងអស្ចារ្យខ្ញុំសរសើរប៉ុន្តែពេលនេះកម្ពុជាការពារនៅអ្វីដែលខ្លួនកំពុងមានបច្ចុប្បន្នអញ្ចឹងកុំចង់សាក